ឈឺណាស់ក្តៅណាស់ភ្នែកខ្ញុំឈឺណាស់បថោពុកម៉ែអូនអើយបងក្រក៏មិនប្រែស្ម័គ្រកាយតាមថែពុំរទាំពុំកែពុំកិញទោះក្នុងជ្រាំសុកចិត្តស៊ូទ្រាំជាប់ទ្រង់ប្តីតាមពិតទៅបរោះនេះពីអតីតជាតិជាសេដ្ឋីនឹងមានទ្រព្យណាស់រឿងពេញពីងចេះនិយាយកាលពីព្រេងនាយមានប្តីប្រពន្ធ2នាក់ក្រីក្រណាស់ហើយពួកគេមិនមានដីសម្រាប់សង់ផ្ទះអាស្រ័យផងទៅទៀតនៅក្រោមដើមឈើអ្នកមុខជាពិបាកហើយមែនទេដែលអ្នកបានខ្ញុំជាប្រុសគ្មានសមត្ថភាពមិនអាចរកប្រាក់សំបីទៅទិញដីម្ដុំបានសោះនោះមិនអីទេនេះខ្ញុំមានសំណាងទៅវិញទេព្រោះអ្នកជាមនុស្សល្អណាស់ហើយចិត្តក៏ល្អទៀតផងគ្មានប្រាក់តែខ្ញុំក៏មានក្តីសុខដែរអរគុណហើយដែលអ្នកមិនបោះបង់ខ្ញុំកាលនោះផ្ទះយើងត្រូវភ្លើងឆេះហើយក៏អស់ទ្រព្យថែមទាំងជំពាក់គេដើម្បីព្យាបាលជំងឺទៀនតែអ្នកក៏នៅតែមិនបោះបង់ខ្ញុំពិតជាមានសំណាងណាស់ជាប្តីប្រពន្ធគឺដូចជីវិតតែមួយអញ្ចឹងទោះមានឬក៏អត់ឃ្លានក៏មិនអាចចោលគ្នាដែរបានអ្នកបានហើយអ្នកសម្រាប់ចាស់ចាំខ្ញុំគក់ច្បាច់ខ្នងឲ្យអ្នកណាអត់ទេអ្នកកេងលើផ្លូវខ្ញុំមកផ្លូវខ្ញុំជាខ្នើយម្លប់ឈើជាដំបូលខ្យល់ជាជញ្ជាំងអ្នកកំខ្លាចអីអ្នកកេងចុះណាចាំខ្ញុំបំពេចានេះទោះថាក្រទ្របមែនតែទឹកចិត្តវិញពិតជាស្មោះត្រង់នឹងគ្នាណាស់នួនអើយនួនស្រីថ្លៃមាសបងរូបពើនួនល្អងល្អពេកណាស់សូរសៀងសំដីស្រីពីរោះមាសយាតវិញនោះខ្ពង់ខ្ពស់សមជន់គ្នានោះដែររុក្ខទេវតាដែលគង់នៅលើដើមឈើនោះបានប្រទះឃើញទ្រង់សម្ដាប់នីបណ្ដូលសោតកំណាប់ផងនិងពោលសរសើរផងដែរពិតជាពីរោះណាស់បរោះនេះពិតជាធ្វើឲ្យយើងរំភើបរំដំទៅតាមការសូត្រកំណាព្យនេះពិតពេកណាស់នួនអើយបងក្រក៏មិនប្រែស្ម័គ្រកាយតាមថែពុំរទាំពុំកែពុំកិញទោះក្នុងជ្រាំសុកចិត្តស៊ូទ្រាំជាប់ទ្រង់ប្តីតាមពិតទៅបរោះនេះពីអតីតជាតិជាសេដ្ឋីនឹងមានទ្រព្យណាស់តែកាលនោះមានចិត្តកំណាញ់ពេកទើបជាតិនេះមិនអាចមានបានចូលអ្នកទ្រាំឡើងណាវាសនារបស់អ្នកនឹងប្រសើរវិញជាមិនខានទេរុក្ខទេវតាពិតជាមានសេចក្តីរំភើបនិងសេចក្តីស្រឡាញ់ពួកគេណាស់ហើយទ្រង់ក៏ចង់ជួយពួកគេដែរតែមានរឿងមួយគឺថានេះគឺជាការពិសោធន៍ជីវិតនិងម្យ៉ាងទៀតគឺវេលាមិនទាន់មកដល់ផងទេបើអ្នកទាំងពីរនៅតែមានចិត្តស្មោះរស់មិនប្រែកែកិច្ចពីគ្នាវាសនានឹងមានតែបើមានចិត្តក្បត់វាសនាអ្នកនឹងក្ររៀងខ្លួនចូលមានសំណាងល្អទៅចុះពលមានបន្ទូលបែបនេះហើយទ្រង់ក៏បានបំបាំងកាយចេញបាត់ទៅមើលទៅអ្នកលក់ស្កប់ស្កល់ល្អណាស់ខ្ញុំទៅរកដងទឹកទុកឲ្យអ្នកលុបលាងពេលភ្ញាក់ឡើងចុះនេះបណ្ដូលបានកំរើកងើបចេញតិចព្រោះខ្លាចរំខានដំណេកប្រពន្ធលុះក្រោកចេញបានបន្តិចហើយនោះនាងម៉ារីណាក៏ភ្ញាក់ខ្លួនដូចគ្នាអ្នកប្តីទៅណាហើយតើអ្នកប្តីដែលចិត្តទៅចោលប្រពន្ធហើយមែនទេនេះតើអ្នកទៅណាទេអ្នកខ្ញុំនៅទីនេះតាមិនបានទៅណាទេអ្នកនេះខ្ញុំភ័យណាស់មុននេះខ្ញុំជាសពថេអ្នកទៅចោលខ្ញុំណាកុំបារម្ភអីខ្ញុំមិនទៅណាទេអ្នកខ្ញុំទៅដងទឹកទុកឲ្យអ្នកអន្តាចូលអ្នកលុបលាងមុខចុះណាចាអរគុណហើយអ្នកលុបលាងមុខរួចហើយប្តីប្រពន្ធទាំងពីរក៏បានផ្សងព្រេងទៅមុខបន្តទៀតលោកបានបន្តិចពួកគេក៏បានសម្គាល់ឃើញថាអ្នកមើលចុះផ្លែឈើនៅទីនេះច្រើនណាស់ពួកយើងគួរតែសម្រាកនៅទីនេះមួយរយៈធំទៅល្អទេមែនហើយនេះម្យ៉ាងខ្ញុំគិតថាពួកយើងគួរតែសង់ខ្ទមនៅក្នុងព្រៃនេះសិនទៅព្រោះនៅម្ដុំនេះក៏សម្បូរអាហារច្រើនទៀតបាទអ្នកសម្រាប់គ្នាបែបនេះហើយប្តីប្រពន្ធក្រីក្រកំសត់ទាំងពីរក៏បានសង់ខ្ទមតូចមួយសម្រាប់រស់នៅជាប់នឹងដើមឈើធំតែម្ដងរួចហើយសង់ជាប់នឹងដើមឈើនេះ
មកជាជួយការពារខ្យល់មិនខានអ្នកសម្រាប់សិនទៅណាខ្ញុំទៅរកបេះផ្លែឈើសិន ចា៎នេះខ្ញុំនឹងដាំទឹកទុកឲ្យអ្នកផងដែរណាខណៈពេលដែលបណ្ដុលទៅរកបេះផ្លែឈើចំណែកម៉ារីណាវិញនោះកំពុងតែដាំទឹកនៅខាងក្រៅខ្ទមរបស់ពួកគេនោះស្រាប់តែខ្ទមក៏បានដួលបាក់រលំអស់រលីងតែម្ដងតែមានរឿងអីហ្នឹងហេតុអីក៏ខ្ទមរបស់ខ្ញុំបាក់អស់អញ្ចឹងនេះអ្នកមកណាមើលផ្លែតមកឆាប់ឡើងណាបណ្ដុលឬប្រពន្ធស្រែកហៅហើយក៏បានរត់មករួចក៏បានសម្គាល់ឃើញថាខ្ទមរបស់ពួកគេបាក់អស់រលីង ហេតុអីក៏ខ្ទមរបស់យើងបាក់ដូច្នេះវាមិនសមសោះ នេះខ្ញុំពិតជាឆ្ងល់ណាស់ខ្ទមសំចាប់ដើមឈើដំមទៅហើយមិនសមណាស់បាក់ស្រួលស្រួលអញ្ចឹងទេ មុខជាមានអីចម្លែកមិនខានទេទុកឲ្យខ្ញុំទៅមើលសិន បណ្ដុលបានសង្កេតមើលចុះឡើងហើយគ្រានោះគាត់ក៏បានសម្គាល់ឃើញថាខ្ទមរបស់គាត់គឺមិនមានអ្វីចម្លែកនោះទេ ដូចជាមិនមានអីទេអ្នកចាំខ្ញុំសាងសង់វាម្ដងទៀតចុះ ជាថ្មីម្ដងទៀតបណ្ដុលក៏បានសង់នៅទីនោះដូចដើមតែម្ដងនេះនៅតែបាក់បែករលំដដែល ទេវាដូចជាមិនសមសោះអ្នកហេតុអីក៏ខ្ទមរបស់យើងរលំរហូតអញ្ចឹងមុននេះខ្ញុំជឿជាក់ថាខ្ញុំធ្វើវាបានរឹងមាំណាស់ហើយ នេះខ្ញុំថាមុខជាមានអ្វីចម្លែកនៅទីនេះហើយពួកចឹងគួរតែសាកល្បងសួរទៅល្អទេ បាទអ្នកបើអញ្ចឹងខ្ញុំសាកល្បងសិនណា ហាក់មានការសង្ស័យថាទីនោះមានអ្វីចម្លែកដូច្នេះប្តីប្រពន្ធទាំងពីរក៏បានសួរទៅកាន់ខ្ទមដែលបាក់បែកថា អោម្ចាស់ទឹកម្ចាស់ដីហើយបើពិតជាទីនេះមានបារមីចម្លែកមែនសូមលោកជួយបង្ហាញខ្ញុំផង តែកូនចៅខកអ្វីមែនទេបានជាខ្ទមរបស់កូនចៅសង្ហេបបាក់យ៉ាងដូច្នេះនោះភ្លាមនោះក៏មានពេញពីងចាស់មួយក្បាលបានវាចេញមកនិងបាននិយាយថា យើងគឺជាពេញពីងចំណាស់ដែលមានអាយុច្រើនឆ្នាំមកហើយយើងនៅទីនេះយូរហើយទីកន្លែងនេះគឺជាទីអាស្រ័យនៃពួកយើងអ្នកមិនអាចសង់ខ្ទមលើបានឡើយ ស្លាប់ហើយពេញពីងធំណាស់ នេះពេញពីងនេះពិតជាចម្លែកមែនទេមិនត្រឹមតែធំទេហើយវាក៏អាចនិយាយបានទេផងណា មែនហើយពេញពីងខ្ញុំបានសង់ខ្ទមនៅទីនេះតែពួកយើងពុំមានសម្គាល់ឃើញថាមានសម្បុកពេញពីងនោះទេ សម្បុករបស់ខ្ញុំគឺនៅក្នុងដើមឈើធំនេះដូច្នេះអ្នកបានសង់ខ្ទមបិទបាំងដើមឈើនេះហាក់បីដូចជាបិទផ្ទះរបស់ខ្ញុំដែរ ដូច្នេះបានន័យថាខ្ញុំរំខានដល់លំនៅឋានរបស់អ្នកហើយឲ្យខ្ញុំសុំទោសផងណា មិនអីទេបើអញ្ចឹងនោះអ្នកសង់នៅខាងនោះចោះហើយកុំរំខានខ្ញុំទៀត អរគុណហើយពេញពីងចាស់ដែលមិនខឹងពួកចឹងនោះក្នុងគ្រានោះដែរពេញពីងចាស់បានសម្គាល់ឃើញថាប្តីប្រពន្ធទាំងពីរហាក់មានទឹកចិត្តល្អនិងគួរឲ្យអាណិតផងនោះហេតុនេះពេញពីងក៏បានសួរសំណួរមួយទៅកាន់ពួកគេថា តើអ្នកទាំងពីរគឺជាអ្នកផ្សងព្រេងមែនទេបានជាមើលទៅមានរូបរាងមានសម្លៀកបំពាក់ចាស់រហែងចឹងនោះ ពិតជារឿងដែលគួរឲ្យខ្មាស់ពេញពីងណាស់ពួកយើងគឺជាមនុស្សប៉ុន្តែពួកយើងគ្មានសមត្ថភាពមានបាននោះទេព្រោះតែផ្ទះរបស់ខ្ញុំទ្រព្យសម្បត្តិខ្ញុំត្រូវភ្លើងឆេះអស់ហើយពួកខ្ញុំក៏ជពាក់ប្រាក់គេទៀតទៅពួកខ្ញុំលក់ដីលក់ស្រូវសងគេអស់តែម្ដងទៅ តាមពិតមានប្រវត្តិកំសត់អញ្ចឹងតើបើអញ្ចឹងនោះខ្ញុំសួរអ្នកមួយទៀតបានទេ សូមអ្នកសួរមកចុះបានជាស្គាល់គ្នាទៅហើយខ្ញុំរីករាយនឹងឆ្លើយនៅសំណួររបស់អ្នកទាំងអស់ មើលតែអ្នកជាមនុស្សល្អណាស់តើខ្ញុំសុំពឹងពាក់ឲ្យជួយមើលកូនខ្ញុំផងបានទេ តើកូនអ្នកនៅណាទៅពេញពីងចាស់ ខ្ញុំគឺជាពេញពីងចាស់ហើយខ្ញុំក៏ដល់អាយុត្រូវលាចាកលោកដែរតែខ្ញុំត្រូវរស់នៅទីនេះដើម្បីរងចាំអ្នកដែលមានទឹកចិត្តល្អណាស់ តើមានន័យថាយ៉ាងម៉េចទេសូមបញ្ជាក់ផងបានទេ គឺខ្ញុំត្រូវរងចាំអ្នកដែលមានទឹកចិត្តល្អដើម្បីជួយមើលថែកូនខ្ញុំបន្តមុននឹងខ្ញុំស្លាប់ទៅតើពួកអ្នកជួយខ្ញុំបានទេ បងពួកយើងជួយពួកគាត់ទេព្រោះកូនពេញពីងមកជីខ្វះទីពឹងមិនខានទេបើសិនជាគ្មានមេវិញនោះ ពិតមែនហើយសូមអ្នកប្រាប់មកចុះតើខ្ញុំគួរធ្វើរបៀបណា អ្នកសូមជួយថែរក្សាកូនរបស់ខ្ញុំផងណាបើសិនជាអ្នកមើលថែគេបានល្អនោះខ្ញុំនឹងជូនផ្ទះមួយខ្នងសម្រាប់អ្នកដ៏ប្រណិតតែម្ដងណា ខ្ញុំមុខជាអាចមើលថែសម្បុកនឹងកូនអ្នកបាន
សូមអ្នកកុំបារម្ភអីហើយពួកយើងក៏មិនត្រូវការតបស្នងអីដែរ ការជួយត្រូវតែមានសំណងខ្ញុំនឹងសងគុណអ្នកវិញឥឡូវនេះសូមអ្នកយកពងរបស់ខ្ញុំទៅមើលថែចោះ តើអ្នកពិតជានឹងចាក់ចេញទៅមែនទេខ្ញុំមិនចង់ឲ្យអ្នកចាក់ចេញទៅទេសូមនៅជាមួយពួកយើងឲ្យបានយូរជាងនេះទៅ មិនបានទេវេលាបានកំណត់រួចហើយខ្ញុំមិនអាចរស់នៅបន្តទៀតបានទេសូមមើលថែកូនខ្ញុំឲ្យបានល្អផងណាសូមលាហើយ ពេញពីងចាស់គ្រាន់តែនិយាយពាក្យថាខ្ញុំលៀនអ្នកទាំងអស់គ្នាហើយពេលនោះពេញពីងចាស់ក៏បានរលាយរូបបាត់ទៅតែម្ដង ពេញពីងចាស់ពេញពីងចាស់ បងប្រហែលជាពេញពីងចាស់បានចាក់ចេញដល់ស្ងប់ចិត្តហើយព្រោះថាមានអ្នកមើលថែកូនរបស់គេនោះអី មែនហើយអូនហើយពួកយើងនឹងជួយមើលថែពងពេញពីងនេះមិនប្រហែសនោះទេ ប្តីប្រពន្ធទាំងពីរនិយាយគ្នាហើយមួយសន្ទុះក៏បានក្រឡេកក្រោយនិងបានកត់សម្គាល់ឃើញថាពួកគេមានផ្ទះមួយខ្នងដ៏ស្អាតនិងប្រណិតផងដែរអ្នកប្តីមើលចុះផ្ទះរបស់យើងស្អាតណាស់ នេះមុខជាអំណោយរបស់ពេញពីងជាមិនខានទេមើលទៅពេញពីងពិតជាទុកចិត្តលើយើងហើយហេតុដូច្នេះពួកយើងមិនអាចឲ្យគេខកបំណងបានទេ មិនហើយនេះពួកយើងត្រូវតែយកចិត្តទុកដាក់លើពងនេះឲ្យបានល្អបំផុតតែម្ដងណាចាប់ពីពេលនោះមកប្តីប្រពន្ធទាំងពីរក៏បានរស់នៅក្នុងផ្ទះប្រណិតហើយមើលថែពងពីងតូចរហូតដល់វាញាស់ចេញមកដូចគ្នាខ្ញុំសូមអរគុណដល់អ្នកទាំងពីរហើយដែលបានមើលថែខ្ញុំ នេះឯងបានញាស់ហើយមែនទេឯងពិតជាគួរឲ្យស្រឡាញ់ណាស់ មិនហើយនេះកូនពេញពីងពិតជាគួរឲ្យស្រឡាញ់មែនទេចាអរគុណហើយណាលោកទាំងពីរតើខ្ញុំអាចហៅលោកទាំងពីរថាពុកម៉ែបានទេ តើឯងចង់ហៅពួកយើងថាពុកនិងម៉ែមែនទេពិតជាបានតើកូនពេញពីងតូចឯងហៅមកចុះ ពួកយើងក៏មានសេចក្តីសុខដែរដែលកូនពេញពីងហៅពួកយើងថាពុកម៉ែបែបនេះពុកម៉ែរីករាយណាស់ណាកូនពេញពីងចាអរគុណហើយពុកម៉ែ និយាយអញ្ចឹងតើកូនឃ្លានទេពុកទៅរកចំណីឲ្យកូនហូបណា កូនមិនឃ្លានទេពុកម៉ែចាប់ពីពេលនោះមកម៉ារីណានិងបណ្ដុលពិតជាមានសេចក្តីសុខណាស់ព្រោះកូនពេញពីងត្បិតតែវាតូចមែនតែវាតែងតែសប្បាយរីករាយនិងពួកគេជារៀងរាល់ថ្ងៃពុកម៉ែចាំកូននិយាយរឿងកំ ប្លែងនិងច្រៀងឲ្យស្ដាប់ណាចាកូនកូនពេញពីងផងដែរតែងតែនិយាយរឿងកំ ប្លែងសើចសប្បាយច្រៀងលេងជាមួយបណ្ដុលនិងម៉ារីណាជារៀងរាល់រាត្រីតែម្ដង ពុកម៉ែកូនពិតជាមានសេចក្តីសុខណាស់ដែលបានលោកទាំងពីរធ្វើជាពុកម៉ែកូនបែបនេះ ពុកក៏ដូចគ្នាដែរកូនពុកពិតជាស្រឡាញ់កូនណាស់និងមានសេចក្តីសុខទៀតផងណាកូន ប៉ិតមែនហើយម៉ែក៏ស្រឡាញ់កូនខ្លាំងណាស់ដែរហើយក៏មានសេចក្តីសុខនៅពេលដែលមានវត្តមានរបស់កូនណាគ្រួសារពួកគេកាន់តែមានសេចក្តីសុខច្រើនឡើងប៉ុន្តែវេលាមួយនោះស្រាប់តែមានមេធ្មប់ម្នាក់បានបង្ហាញខ្លួនចេញមកនៅចំពោះមុខផ្ទះរបស់ពួកគេ តើនេះគឺជាផ្ទះអ្នកណាគេហេតុអីក៏មកតាំងទីនៅកណ្ដាលព្រៃយ៉ាងចឹងអូមែនហើយបើសិនជាយើងបានវាធ្វើជាចម្រោកនោះយើងមកជារស់នៅបានស្រួលហើយ មេធ្មប់គិតដូច្នេះហើយគាត់ក៏បានរំពៃមើលទៅខាងក្នុងថាតើមានមនុស្សឬក៏បិសាចដែលកំពុងតែស្នាក់នៅទីនេះលោកគាត់រំពៃមួយសន្ទុះហើយនោះក៏សម្គាល់ឃើញថា អូតាមពិតផ្ទះនេះគឺជាអំណោយរបស់ពេញពីងចាស់ដែលជាសត្រូវរបស់យើងតើអូឈប់សិននោះគឺជាកូនពេញពីងវេទមន្តរបស់ពេញពីងចាស់មែនទេប្រសើរពេកណាស់ មេធ្មប់ពិតជាមានក្តីរំភើបសប្បាយរីករាយណាស់ព្រោះមិនត្រឹមតែទទួលបានផ្ទះដ៏ប្រណិតទេក៏នឹងទទួលបានកូនពេញពីងវេទមន្តដែលធ្វើឲ្យខ្លួនកាន់តែមានថាមពលផងដែរ យើងនឹងសម្លាប់មនុស្សទាំងពីរនោះចោលហើយយើងនឹងយកផ្ទះនេះព្រមទាំងស៊ីកូនពេញពីងនោះផងដែរ មេធ្មប់បានប្រើវេទមន្តដើម្បីបំផ្លាញផ្ទះនោះនិងដើម្បីសណ្ដំឲ្យប្តីប្រពន្ធទាំងពីរបំរុងនឹងសម្លាប់ចោលក៏ប៉ុន្តែវេទមន្តរបស់គាត់មិនអាចធ្វើអ្វីទៅកាន់ផ្ទះដ៏ប្រណិតនេះបានទេ អើយហេតុអីបានជាយើងមិនអាចបំផ្លាញពួកគេបាននោះអូផ្ទះនេះពិតជាមានវេទមន្តបារមីពេញពីងចាស់ហើយ មេធ្មប់ខឹងចិត្តណាស់ហេតុនេះក៏បានព្យាយាមរកមធ្យោបាយផ្សេងលោកគិតមួយសន្ទុះហើយនោះគាត់ក៏បាននឹកឃើញថា មានតែការប្រែកាឡាជាមនុស្ស
នឹងចូលទៅបឆោតពួកគេតែប៉ុណ្ណោះទៅអាចចាប់យកពេញពីងតូចនិងអាចសម្លាប់ប្តីប្រពន្ធបាន និយាយហើយមេឃមុតក៏ប្រែជារលៀងនិយាយចាស់កោងខ្នងម្នាក់ទៀតផង ប្រសើរណាស់យើងនឹងចាប់ពួកគេឲ្យអស់ តើគួរតែស៊ីពេញពីងហើយយកផ្ទះនេះឬក៏យកពួកគេមកធ្វើជាអ្នកបម្រើទៅណោះ បន្ទាប់ពីប្រែក្រឡាទៅជាយាយចាស់ម្នាក់ហើយនោះមេធ្មប់ក៏បានដើរបណ្ដើរធ្វើជាឈឺឆ្អឹងបណ្ដើរនិងចូលទៅកាន់ផ្ទះព្រមទាំងបាននិយាយដោយសេចក្តីគួរសមថា ចៅប្រុសចៅស្រីយាយស្រីទឹកណាស់សុំហូបបន្តិចមក កុំឲ្យគាត់ហូបអីគាត់មិនមែនជាមនុស្សទេកូនមិនដឹងថាគាត់ដូចជាបិសាចច្រើនជាង លោកយាយអញ្ចឹងតាណាមណាដែរបានជិះមកដល់ព្រៃជ្រៅយ៉ាងនេះ គឺចៃវង្វេងផ្លូវទៅចៃមកដល់ទីនេះវាជាការសំណាងណាស់ដែលបានជួបចៅនោះអីកុំអីណាយាយមុខជាស្លាប់មិនខានទេ កុំជឿគាត់អីគាត់ក៏ហក់តែពុកគាត់គឺជាស្រីថ្មប់ច្បាស់ណាស់ កូនកុំនិយាយផ្ដេសផ្ដាច់អញ្ចឹងវាមិនសមទេណាកូនណា មិនអីទេក្មួយយាយមិនប្រកាន់ទេកណ្ដាលព្រៃជ្រៅបែបនេះយល់ថាយាយគឺជាថ្មប់នោះសមហេតុផលហើយ លោកយាយសុំពិសាទឹកនិងផ្លែឈើនេះចា អរគុណហើយណាតែថាចៅមានទឹកក្តៅដាំពុះទេយាយសុំខ្លះមកយាយចង់ត្រាំជើងណា ចាប់បានលោកយាយចាំបន្តិចណាម៉ារីណាបានដាំទឹកមួយឆ្នាំងធំលោកឃើញថាពុះហើយនោះមេធ្មប់ក៏បានមានចេតនាហៅប្តីប្រពន្ធមកចិត្តនិងមានចេតនាធ្វើឲ្យទឹករលាកពួកគេចំភ្នែកតែម្ដងឈឺណាស់ក្តៅណាស់ ភ្នែកខ្ញុំឈឺណាស់ បថោពុកម៉ែម៉ែធ្មប់នាងអាក្រក់ណាស់មិនក៏ធ្វើឲ្យពុកម៉ែខ្ញុំរងក្តីឈឺផ្សាបែបនេះស្រីអាក្រក់ អើយឯងបិទមាត់ទៅហើយមកតាមជើងឆាប់ឡើង កុំចូលចេញទៅណាអីយាយធ្មប់ឈប់សិន កូនពេញពីងរបស់ម៉ែកូននៅទីណាទៅពុកវាកូនរបស់ពួកចឹងណែណាទៅថ្ងៃនោះជ័យធ្មប់គ្មានក្តីមេត្តាទេគាត់បានយកកូនពេញពីងទៅដល់ល្អាងភ្នំមួយហើយគាត់បានពោលឡើងថានៅក្នុងល្អាងភ្នំ ឯងជាកូនពេញពីងកម្រជាកូនពេញពីងមានអាយុ100ឆ្នាំហើយក៏មានវេទមន្តទៀតបើបានស៊ីឯងនោះយើងមុខជាកើនធម្មពលហើយ ដល់លេងចឹងទៅយើងចង់ទៅមើលពុកម៉ែរបស់យើងណាជ័យធ្មប់ ណែកុំបារម្ភអីបន្តិចទៀតណាចាំយើងយកពួកគេមកបម្រើអមែនហើយយើងគួរតែទៅនៅផ្ទះទៅមិនល្អទេអី មិនតាផងតែជ័យធ្មប់មិនតាផងតែកុំធ្វើបាបខ្ញុំនឹងពុកម៉ែអី តួអង្វរយ៉ាងណាក៏ដោយក៏យើងមិនដោះលែងដែរ តែជ័យធ្មប់ជឿថាយើងប្រើវេទមន្តដាក់ជ័យទេ កុំគំរាមយើងអីឯងមិនតាន់គ្រប់វ័យមានសមត្ថភាពបញ្ចេញវេទមន្តទេបានហើយបិទមាត់ភ្លាមទៅយើងនឹងស៊ីឯងទាំងរស់ក្នុងពេលនេះហើយក ុំស៊ីយើងអីជ័យធ្មប់ពិតជាសាហាវណាស់មើលចោះគាត់បានឆៃកូនពេញពីងទាំងរស់អស់រលីងតែម្ដងគ្រានោះបណ្ដុលនិងម៉ារីណាក៏បានមកដល់ទាំងប្រវេសប្រវាព្រមទាំងពោលទាំងក្តីបារម្ភថា លោកយាយតើលោកយាយបានធ្វើអីទៅលើកូនពេញពីងកូននៅណាកូនពេញពីងកូននៅណាកូនពេញពីងតើកូននៅទីណាកូនឮពុកហៅទេ កូនម៉ែលឺម៉ែហើយទេឆ្លើយម៉ែផងណាកូន អើយណែមនុស្សពិការភ្នែកទាំងពីរកូនពេញពីងរបស់ឯងណាយើងស៊ីអស់ហើយពួកឯងមកយឺតពេលហើយ មិនអាចទេអ្នកជានរណាមិនក៏មកឆៃកូនពេញពីងខ្ញុំបែបនេះអ្នកគ្មានក្តីមេត្តាពេកហើយ ជើងគឺជាយាយចាស់ដែលធ្វើឲ្យពួកឯងរលាកដោយសារតែក្តៅនោះអី អ្នកអាក្រក់ណាស់តើពួកចឹងខកអីទៅហេតុអីក៏ដាក់ទណ្ឌកម្មពួកចឹងបែបនេះ កុំនិយាយច្រើនបានហើយបានជាមកហើយនោះទៅដាំបាយលាងចានសម្អាតសម្លៀកបំពាក់យើងភ្លាមទៅពួកឯងត្រូវតែបម្រើយើង
ឆាប់ឡើង អ្នកអាក្រក់ណាស់ខ្ញុំមិនបំរើបិសាចដូចជាអ្នកទេ មិនធ្វើមែនទេពួកឯងគ្មានភ្នែកផងចង់ខ្លាំងផងអីបានយើងឲ្យពួកឯងបានឃើញថាយើងអាចធ្វើអ្វីបាននោះចាំទទួលចោះ មេធ្មប់កាយសាហាវណាស់គាត់បានប្រើវេទមន្តឲ្យមានទឹកក្តៅរួចធ្វើឲ្យទឹកក្តៅនោះហោះស្រោចចាក់លើម៉ារីណាបណ្ដាលឲ្យវេទនាជាខ្លាំងថែមទៀតក្តៅណាស់អ្នកយ៉ាងម៉េចទៅហើយស្រីធ្មប់ឈប់ភ្លាមទៅសូមកុំធ្វើបាបប្រពន្ធខ្ញុំអីធ្វើដាក់តែខ្ញុំម្នាក់បានហើយសូមមេត្តានាងផងទៅ គឺមែនហើយនេះណែ អូយក្តៅណាស់អូយ ដែលឃើញបែបនេះហើយរុក្ខទេវតាក៏បាត់បង្ហាញប្រកាយចេញមកនិងមានបន្ទូលថា នាងធ្មប់លើកនេះយើងមិនឲ្យនាងរួចខ្លួនទៀតទេចូលនាងប្រែរូបទៅជាបជាវមួយក្បាលរហូតតទៅចុះ អើយអត់ទេអើយសុំមេត្តាផងអត់ទេអូយ ក្នុងគ្រានេះយាយធ្មប់ក៏បានប្រែជាប្រជាវមួយក្បាលហើយគ្រានោះដែរប្រជាវនោះក៏ត្រូវបានចចកមួយក្បាលខំពំជាចំណីបាត់ទៅ អាយ៉ាបជាវនោះធំល្អណាស់តាបើបានស៊ីមុខជាឆ្អែតមិនខានទេ ពួកអ្នកអស់កម្មហើយចូលភ្ញាក់ឡើងមកនឹងមើលឃើញវិញផងទៅចុះអ្នកខ្ញុំមើលឃើញវិញហើយ ខ្ញុំក៏ដូចគ្នាដែរលោកទេវតាគឺទ្រង់ពិតជាអ្នកសន្តោសពួកខ្ញុំម្ចាស់ប៉ាទេសូមអរព្រះគុណណាស់ព្រះពរ ពិតមែនហើយចូលអ្នករស់នៅឲ្យមានសេចក្តីសុខចុះណាហើយកុំនៅព្រៃនេះទៀតអីម្យ៉ាងទៀតកូនពីងពីងយើងនឹងធ្វើឲ្យគេคล้ายទៅជាមនុស្សដ៏ពូកែនិងកតញ្ញូម្នាក់សម្រាប់អ្នកផងដែរ មានបន្ទូលបែបនេះហើយកូនពេញពីងពិតជាខ្លាយជាមនុស្សនិងគួរឲ្យស្រឡាញ់មែនទេពុកម៉ែកូនមកវិញហើយពុកម៉ែពួកយើងលេងបែកគ្នាហើយណា កូនសម្លាញ់ពុកពិតជារីករាយរកពាក្យថ្លែងមិនបានទេណាកូន ម៉ែពិតជាសប្បាយចិត្តណាស់កូន មាននិស្ស័យនាំឲ្យជួបគ្នាព្រោះអ្នកធ្លាប់សាងបុណ្យរួមគ្នាហេតុនេះចូលរស់នៅជុំគ្នាឲ្យបានសុខតទៅចុះយើងលាហើយ សូមថ្វាយបង្គំលាព្រះពរចាប់ពីពេលនោះមកគ្រួសារបណ្ដូលមិនក្រទៀតទេហើយពួកគេរស់នៅក្នុងភូមិជុំគ្នាជាមួយអ្នកស្រុកសុខសាន្តមានទ្រព្យតរៀងទៅ